ដំណាំគម្របដីគឺជារុក្ខជាតិដែលត្រូវបានប្រើប្រាស់ជាចម្បងដើម្បីកាត់បន្ថយការហូរច្រោះដីធ្វើឲ្យប្រសើរឡើងនូវសុខភាពដីបង្កើតជាតិទឹកកម្ចាត់ស្មៅជួយកម្ចាត់សត្វល្អិតនិងជំងឺបង្កើនជីវៈចម្រុះនិងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ចម្ការរបស់លោកអ្នកដំណាំគម្របដីគឺជារុក្ខជាតិដែលផ្ដល់ផលប្រយោជន៍ដល់ការលូតលាស់នៃដំណាំផ្សេងទៀតនាពេលអនាគតហើយអាចជាធាតុផ្សំយ៉ាងសំខាន់នៃកសិកម្មសរីរាង្គដែលចូលរួមដល់ការអភិរក្សជីវជាតិដីរបៀបដាំដំណាំគម្របដីដំបូងយើងត្រូវសិក្សាដីជាមុនសិនតើដីរបស់លោកអ្នកមានសំណើមអាចព្រោះគ្រាប់ពូជដំណាំគម្របដីបានដែរឬទេបើដីលោកអ្នកមិនទាន់មានសំណើមឬក៏ជាតិទឹកដែលអាចព្រោះដំណាំគម្របដីបាននៅឡើយនោះទេលោកអ្នកត្រូវបញ្ចូលទឹកជាមុនសិនព្រោះគ្រាប់ដំណាំគម្របដីត្រូវការសំណើមដើម្បីអាចដុះឬលូតលាស់បានបើសិនករណីមានលទ្ធភាពអាចភ្ជួរដីដើម្បីឲ្យគ្រាប់ដំណាំគម្របដីអាចលូតលាស់ដុះបានល្អបន្ទាប់ពីដំណាំគម្របដីដុះបានរយៈពេល1ខែទៅ2ខែយើងអាចភ្ជួរលុបដើម្បីឲ្យវារលួយបង្កើតជាជីជាតិដល់ដីការដាំដំណាំគម្របដីផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ផលិតកម្មកសិកម្មនិងការបង្កើតភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុដូចជាទប់ស្កាត់ការហូរច្រោះមុខរបស់ដីបើមិនមានការទប់ស្កាត់បានទាន់ពេលវេលាដីអស់ជីជាតិហិលមិនអាចដុះបានទេបង្កើតបានកំទេចកំទីបង្កជាមុខដីឡើងវិញរក្សាសំណើមនៅក្នុងដីនិងលើដីតាមរយៈគម្របរុក្ខជាតិបង្កើតរន្ធខ្យល់តាមរយៈរន្ធឫសដែលងាប់បង្កើតជាអុកស៊ីសែនដល់ដីរួមចំណែកបង្កើតសារធាតុចិញ្ចឹមដូចជាអាសូតដល់ដីតាមរយៈការស្រូបកាបូនពីបរិយាកាសជាដើមនិយាយរួមមកដំណាំគម្របដីដើរតួនាទីសំខាន់ក្នុងការកែសុខភាពដីនិងគុណភាពដីធន់នឹងបម្រែបម្រួលអាកាសធាតុដំណាំគម្របដីជាពពួកស្មៅដូចជាស៊ូហ្គាំ ស្តាឡូ ឬក៏ប្រភេទចង្ក្រង់ស្វាស្លឹកតូចចង្ក្រង់ស្វាស្លឹកធំសណ្ដែកដីទាំងអស់នេះគឺជាប្រភេទដំណាំគម្របដីដូចនេះដំណាំគម្របដីពិតជាជួយកែប្រែដីបានល្អនិងជួយឲ្យដីមានជីវជាតិល្អឡើងវិញកាត់បន្ថយការប្រើប្រាស់ជីថ្នាំពុលគីមីមានតួនាទីយ៉ាងសំខាន់ក្នុងការកែសុខភាពដីឲ្យបានល្អនិងមានគុណភាពធន់នឹងការបម្រែបម្រួលអាកាសធាតុតាមរយៈគម្របរុក្ខជាតិនិងរក្សានៅសំណើមដីធ្វើឲ្យដំណាំលូតលាស់បានល្អ